អ្នកធ្លាប់ឆ្ងល់ទេថាទឹកដីកម្ពុជាក្រោមដ៏ធំធេងដែលបារាំងហៅថាកូសាំងស៊ីននោះបាត់បង់ទៅដោយរបៀបណាតើវាគឺជាកំហុសនៃសន្ធិសញ្ញាឆ្នាំ1949ឬវាមានអាចកំបាំងតាំងពីរាប់រយឆ្នាំមុនថ្ងៃនេះយើងនឹងមកលាតត្រដាងការពិតនៃប្រវត្តិសាស្ត្រនេះទាំងអស់គ្នា1ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី2ដំណើររឿងនេះបានចាប់ផ្ដើមតាំងពីសតវត្សទី17ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី2តាមរយៈចំណងអាពាហ៍ពិពាហ៍ជាមួយបុត្រីស្ដេចអាណាមព្រះអង្គបានអនុញ្ញាតឲ្យមានលំហូរជនជាតិវៀតណាមចូលមកតាំងទីលំនៅនិងបង្កើតស្ថានីយ៍ពន្ធដារនៅតំបន់ព្រៃនគរក្នុងឆ្នាំ1623នេះគឺជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យឥទ្ធិពលបរទេសចាក់ឫសក្នុងទឹកដីខ្មែរបន្តិចម្ដងB វិបត្តិមុនសម័យអាណានិគម1834ដល់1840ឈានមកដល់ឆ្នាំ1834មុនពេលបារាំងចូលមកដល់កម្ពុជាបានបាត់បង់ការគ្រប់គ្រងលើទឹកដីកម្ពុជាក្រោមស្ទើរតែទាំងស្រុងទៅហើយជាក់ស្ដែងនៅឆ្នាំ1840ស្រុកទ្រាំងដែលជាបន្ទាយចុងក្រោយក៏ត្រូវបានបាត់បង់ដែរក្នុងរជ្ជកាលព្រះបាទអង្គឌួងឆ្នាំ1845នគរខ្មែរស្ថិតក្នុងស្ថានភាពជំនួសឲ្យទាំងសៀមនិងអាណាមដើម្បីរក្សានិរន្តរភាពនៃដែនដីកណ្ដាលព្រះអង្គត្រូវបានបង្ខំឲ្យចុះកិច្ចព្រមព្រៀងទទួលស្គាល់ការកាន់កាប់របស់វៀតណាមលើទឹកដីភាគខាងក្រោមនេះជាបន្តទៀត3ច្បាប់ថ្ងៃទី04មិថុនា1949និងការបញ្ចប់អធិបតេយ្យមនុស្សភាគច្រើនចំណាំនិយាយអំពីច្បាប់ថ្ងៃទី04មិថុនា1949ដែលសភាបារាំងបានអនុម័តកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅវៀតណាមប៉ុន្តែតាមទស្សនវិជ្ជាប្រវត្តិសាស្ត្រច្បាប់នេះគ្រាន់តែជាការបញ្ជាក់ជាផ្លូវការលើស្ថានភាពដែលកម្ពុជាបានបាត់បង់ការគ្រប់គ្រងជាក់ស្ដែងរាប់រយឆ្នាំមកហើយប៉ុណ្ណោះបារាំងបានផ្ទេរកូសាំងស៊ីនដែលជាដែនដីឯនីសមុទ្ររបស់ខ្លួនទៅឲ្យរដ្ឋាភិបាលបាល់ដៃជាការបញ្ចប់ការគ្រប់គ្រងរបស់ខ្លួននៅតំបន់នោះការបាត់បង់កម្ពុជាក្រោមគឺជាលទ្ធផលនៃចំនួនផ្ទៃក្នុងសម្ពាធពីប្រទេសជិតខាងនិងការរៀបចំយុទ្ធសាស្ត្ររបស់មហាអំណាចអាណានិគមការយល់ដឹងពីប្រវត្តិសាស្ត្រមិនមែនដើម្បីការគុំគួនទេប៉ុន្តែដើម្បីជាមេរៀនសម្រាប់កូនខ្មែរជំនាន់ក្រោយក្នុងការការពារទឹកដីឲ្យបានគង់វង្សសូមអរគុណសម្រាប់ការតាមដានកុំភ្លេចជួយ like និង subscribe ដើម្បីទទួលបានចំណេះដឹងប្រវត្តិសាស្ត្រថ្មីៗទៀត